chia prasad niệm búa cái chia mua đây cái hai chia son là mót than niệm búa khiêm song say tha chia cả lái rồi bao nẹt búa bị prua សម័យបុរាណរហូតដល់បច្ចុប្បន្នប្រជាជនខ្មែរតែងតែទៅបួសរៀនដើម្បីស្វែងយល់ពីវិទ្យាបរមត្ថតាមចិត្តវិញ្ញាណអញ្ចឹងអ្នកដែលមកសាងភ្នោះនៅក្នុងទីសក្ការៈគឺអ្នកបួសហើយអ្នកបួសចំនួននោះគ្មានអីក្រៅពីតាបោះអីស្អីតែក្រោយមកគេក៏ហៅអ្នកបួសអញ្ចឹងដើម្បីសម្គាល់ទីតាំងភូមិសាស្ត្របច្ចុប្បន្នយើងត្រូវតែហៅតាមអ្នកស្រុកអ្នកបួស ចឹងប្រាសាទនាគបួសនេះបានកសាងនិងគ្រប់គ្រងប្រើប្រាស់ជាទីសក្ការៈតាំងពីសតវត្សទី7ទី8ម្លេះយើងអាចដឹងបានដោយសារមានសាលាចារឹកហើយសាលាចារឹកមួយឲ្យយើងស្គាល់ថាទីនេះត្រូវបានគេកសាងអាស្រមសម្រាប់តបធម៌សម្រាប់អ្នកបួសនោះឈ្មោះថាយសោតរស្រមមិនថាជាអាស្រមដែលកសាងក្រមរាជព្រះបាទយសោវរ្ម័នបន្ទាប់មកទីនេះត្រូវបានប្រើប្រាស់ជាទីសក្ការៈតគ្នារហូតដល់សតវត្សទី11ក្រមរាជព្រះបាទសុរិយវរ្ម័នទី1ព្រះអង្គបានបញ្ជាឲ្យមន្ត្រីស្រុកមហេសនបរៈសពថ្ងៃគេហៅចោមខ្សាននៅក្នុងសាលាចារឹកហើយសាលាចារឹកមួយទៀតទៅសេនៅសតវត្សទី12 និយាយយោងទៅលើព្រឹត្តិការណ៍កាលពីសូរ្យវរ្ម័នទី2ដែលបង្គាប់បញ្ជាឲ្យព្រាហ្មណ៍នៅតំបន់នេះរុះរើប្រាសាទដែលចាស់ពីចំនួនមុនហើយកសាងចម្លងសិលាចារឹកសាជាថ្មីដែលយើងនឹងឃើញរហូតដល់សប្តាហ៍ថ្ងៃហ្នឹងនេះគឺជាទីតាំងដែលឈ្មោះថាសីវបាតបូមានជាសីវបាតនៅប៉ែកខាងកើតបើប្រៀបធៀបទៅក្នុងអាណាចក្រអញ្ចឹងទីនេះប្រាសាទនាគបួសនៅស្រុកចោមខ្សានខេត្តព្រះវិហារព័ត៌មានក្នុងសាលាចារឹកគឺជាសីវបាតបូសីវបាតទិសខាងកើតប្រាសាទតាមន់ធំគឺជាសីវបាតបច្ចឹមសីវបាតនៅទិសខាងលិចឯបនិតព្រះនៅឯបទីមានជ័យប្រហែលជាសីវបាតទិសខាងត្បូងអញ្ចឹងយើងស្គាល់ពាក្យសីវបាត4កន្លែងទីនេះនាគបួសក៏សីវបាតបូប្រាសាទតាមន់ធំសីវបាតខាងលិចហើយនៅប្រាសាទភ្នំសណ្ដកនៅខាងជើងកោះកេរក៏ឈ្មោះសីវបាតដែរអញ្ចឹងសីវបាតមាន4កន្លែងតើមួយណាជាសីវបាតដែលបង្ហាញនៅក្នុងសិលាចារឹកនៅប្រាសាទអង្គរវត្តនៅរោងតងខាងត្បូងយើងមិនឃើញព្រះបាទសូរ្យវរ្ម័នទី2គង់នៅលើបល្ល័ង្កបែរមុខទៅត្បូងអញ្ចឹងមានន័យថាប្រាសាទនេះបែរមុខទៅណាបែរមុខទៅត្បូងហើយអង្គុយនៅលើបល្ល័ង្កហើយសាលាចារឹកនៅខាងក្រោយនៅខាងលើសិរសារបស់សូរ្យវរ្ម័នទីដាក់ថាព្រះអង្គត្រួតពុលនៅសីវបាតបូហើយគេជជែកគ្នាថាអាចជាពិនិត្យព្រះអាចជាសណ្ដកភ្នំសណ្ដកអាចជាភ្នំតាមន់ធំតែយើងទីហេតុផលមានសាលាចារឹកចាមរបស់ព្រាហ្មណ៍ចាមបានសរសេររៀបរាប់ពីព្រឹត្តិការណ៍ព្យុហយតារបស់ព្រះរាជាខ្មែរកែនទ័ពដែលមានស្យាមដែលមានជនជាតិជាច្រើនដែលយើងមើលឃើញអង្គរវត្តគេឆ្លាក់ដំណើរពីលិចទៅកើតហើយតាមភូមិសាស្ត្រប្រទេសចាមនៅខាងកើតកម្ពុជាហើយនឹងស្លាកស្នាមបុរាណសៀគឺមានផ្លូវបុរាណតពីរាជធានីអង្គរយសោធរៈមកកោះកេរនឹងឆ្លងកាត់បឹងមាលាកោះកេរហើយប្រាសាទនាគបួសហើយមានផ្លូវរហូតដល់វត្តភូប្រទេសឡាវដែលជាទីក្រុងលិង្កបុរៈហើយជំនឿនៅលើសីវនិកាយនឹងមានតាំងពីឥន្ទ្របុរៈទីក្រុងចាមវិជ័យបុរៈទីក្រុងចាមមួយផ្នែកទៀតអញ្ចឹងចំនួននោះសតវត្សទី7រហូតដល់សតវត្សទី12តាមព្រឹត្តិការណ៍វត្តសាស្ត្រនៅមានទំនាក់ទំនងរវាងរាជាណាចក្រខ្មែរនិងរាជាណាចក្រចាមអញ្ចឹងហើយទើបមានផ្លូវពីទីក្រុងធំទីក្រុងនៃចក្រភពខ្មែរតទៅទីក្រុងនៃប្រទេសសមណរដ្ឋមានចំប៉ាហើយទីនេះប្រាសាទនាគបួសប៉ែកខាងកើតគឺជារបៀបដូចថាទីក្រុង
តាមបណ្ដោយផ្លូវបុរាណពីទីក្រុងពីរាជធានីទៅសមណរដ្ឋចឹងយោងទៅតាមផុសតាងផ្ដល់ដល់សិលាចារឹកចាមផងយោងទៅលើសិលាចារឹកបញ្ជាក់ថាទីនេះសិវបាតផងនិងព័ត៌មានចម្លាក់នៅអង្គរវត្តដែលបរិជាដឹកនាំព្យុះអរិត្រាពីលិចទៅកើតហើយតតពីជើងទៅត្បូងផងតាមយោបល់ខ្ញុំសន្និដ្ឋានថាទីនេះហើយសិវបាតដែលព្រះបាទសូរ្យវរ្ម័នទី2ទ្រង់មកសម្រាកនិងត្រួតពុលនៅតំបន់នេះព្រោះជាទីសក្ការៈមានតាំងពីដូនតាព្រះអង្គសតវត្សទី7ហើយព្រះអង្គនៅសតវត្សទី12ហើយហ្នឹងអញ្ចឹងសិវបាតហ្នឹងបានគេសរសេរចារនៅក្នុងសាលារដ្ឋតាំងពីសតវត្សទី8ប្រើប្រាស់ទី10ទី11រហូតដល់សតវត្សទី12ព្រះបាទជ័យវ្ម័នទី7ក៏បានមកគោរពបូជានៃសិវបាតបូហើយព្រះអង្គបានកសាងប្រាសាទដែលយើងឆ្លងកាត់មិញគោកប្រុសគោកស្រីធ្វើជាសាលាសំណាក់ធ្វើជាមន្ទីរពេទ្យអញ្ចឹងពង្រីកទីក្រុងនៅលើទីក្រុងចាស់អញ្ចឹងទីក្រុងចាស់គឺសំណង់ឥដ្ឋដែលយើងឃើញហើយទីក្រុងថ្មីគឺថែមថ្មភក់និងថ្មបាយក្រៀមពង្រីកតទៅទៀតនៅលើដានចាស់ដែលជាសិវបាតបូដែលសពថ្ងៃហៅថាប្រាសាទនាគបុស្សពាក្យសិវបាតមកពាក្យសិវៈហើយនឹងបាតគឺជាបាតជើងហើយសិវៈគឺជាព្រះឥសូរទេពចម្បងនៅក្នុងសាសនាព្រាហ្មណ៍ឥឡូវនេះមានព្រះពុទ្ធបាទនៅស្ទើរតែគ្រប់ភ្នំនិងទីសារៈសំខាន់នៅសៀមរាបមានពុទ្ធបាទនៅភ្នំបាខែងមានពុទ្ធបាទលើភ្នំគូលែននៅកំពង់ធំមានភ្នំសន្ទុកអញ្ចឹងពុទ្ធបាទគឺជាទីតាំងដែលយើងសន្មតថាធម្មធាតុនៃព្រះពុទ្ធនៅទីនេះដោយសារមានគណៈសង្ឃគោរពពុទ្ធបាទទ្រទ្រង់ធម៌ព្រះពុទ្ធប្រៀបដូចជាបាតទីរបស់ព្រះពុទ្ធនៅទីនោះទៅហៅថាពុទ្ធបាទដូចគ្នានេះដែរសម័យបុរាណដែលគេគោរពព្រហ្មញ្ញសាសនាគេគោរពព្រះសិវៈជាធំចឹងទីតាំងដែលគេជ្រើសរើសយកជាទីសក្ការៈដើម្បីធ្វើតបៈធម៌គេហៅថាសិវបាទចឹងសិវបាទក្តីពុទ្ធបាទក្តីគឺជាទីតាំងទីសក្ការៈនៃសាសនាពុទ្ធព្រហ្មញ្ញនិងព្រះពុទ្ធកន្លែងប្រវត្តិសាស្ត្រដ៏សំខាន់នេះមានឈ្មោះជាសិវបាតបូកសាងឡើងតាំងពីមហាសករាជ700ឬនៅដើមសតវត្សទី8និងរីកចម្រើនរៀងរហូតដល់សតវត្សទី12